បាទសូមជម្រាបសួរសូមស្វាគមន៍មកកាន់វីដេអូសំណួរចម្លើយសិលធម៌ពលរដ្ឋភាគទី4បាទកាលពីវីដេអូទី3យើងបានសិក្សារួចមកហើយតកតងនឹងភាពខុសគ្នារវាងបញ្ញានិងសភាវគតិហើយយើងក៏បានទៅឆ្វេងយល់អំពីនិយមន័យសភាវគតិនឹងហើយផងដែរអញ្ចឹងមកដល់វីដេអូទី4នេះយើងនឹងសិក្សាទៅលើភាពខុសគ្នារវាងបញ្ញាមនុស្សនិងបញ្ញាសត្វចោះដឹងថាតើបញ្ញាមនុស្សនិងបញ្ញាសត្វហ្នឹងវាមានភាពខុសគ្នាយ៉ាងដូចម្ដេចនោះអញ្ចឹងសូមក្រឡេកទៅមើលការប្រៀបធៀបទាំងអស់គ្នាបាទអញ្ចឹងយើងមកមើលអញ្ចឹងសំណួរនៅលើនេះយើងបានឃើញណាបាទថាតើបញ្ញាមនុស្សនិងបញ្ញាសត្វហ្នឹងខុសគ្នាដូចម្ដេចខ្លះតោះអញ្ចឹងយើងទៅមើលបាទអញ្ចឹងខ្ញុំពុះតារាងជា2មកខាងបញ្ញាមនុស្សនិងមកខាងបញ្ញាសត្វដោយពេលដែលខ្ញុំប្រៀបធៀបរវាងបញ្ញាហើយនិងសភាវគតិដែរប៉ុន្តែអត្ថន័យវានឹងអាចខុសគ្នាខ្លះៗអញ្ចឹងទៅមើលទាំងអស់គ្នាអញ្ចឹងនៅចំណុចទី1យើងមើលថាបញ្ញាមនុស្សគឺមានទាំងបញ្ញាប្រតិបត្តិនិងបញ្ញាទ្រឹស្ដីចំណែកបញ្ញាសត្វគឺមានតែបញ្ញាប្រតិបត្តិតែប៉ុណ្ណោះចឹងដោយវីដេអូមុនដែលខ្ញុំបានលើកឡើងហើយកន្លែងចំណុចនេះគឺខ្ញុំមិនលើកឡើងច្រើនទៀតទេពីព្រោះយើងដឹងហើយថាមនុស្សគឺមានលក្ខណៈពិសេសជាងសត្វមានន័យថាបញ្ញាប្រតិបត្តិនោះមានន័យថាយើងអាចត្រាប់តាមលក្ខណៈរូបិយហើយគឺលក្ខណៈមួយទៀតគឺប្រើបញ្ញាទ្រឹស្ដីបានដោយយកភាសាជាជំនួយបាទជាលក្ខណៈអរូបិយតែបើសត្វអត់ទេគឺវាបានត្រឹមថាលក្ខណៈរូបិយឃើញហើយត្រាប់តាមហើយក៏អាចកើតទៅលើសត្វមួយចំនួនដូចជាសត្វស្វាសត្វឆ្កែឬក៏សត្វណាដែលវាមានបញ្ញាគ្រប់គ្រាន់អាចនឹងត្រាប់តាមមនុស្សបានបាទចំពោះសត្វមួយចំនួនទៀតគឺអត់ទេបាទហើយយើងក៏លេខទៅមើលចំណុចមួយទៀតបាទគឺបញ្ញាមនុស្សគឺមានវិចារណញ្ញាណចំណែកបញ្ញាសត្វគឺគ្មានវិចារណញ្ញាណឡើយអញ្ចឹងយើងដឹងហើយថាមនុស្សយើងជាសភាវៈមួយដែលមានវិចារណញ្ញាណមានការចេះថ្លឹងថ្លែងគិតគូររកហេតុផលចេះយល់ចេះដឹងថាអ្វីល្អអ្វីអាក្រក់ពោលគឺចេះយល់ថាអ្វីទៅជាសិលធម៌បាទពេលយើងរៀនសូត្រពេលយើងអីទៅយើងដឹងតែសត្វគឺវាអត់យល់ទេណាវាគ្មានវិចារណញ្ញាណទេថាអូអ្វីនេះវាល្អអ្វីនោះមិនល្អឬក៏វាមានហេតុផលអីគឺគ្មានទេហើយអញ្ចឹងហើយបានកន្លែងចំណុចហ្នឹងយើងអាចទៅជជែកពេកញែកហេតុផលជាមួយនឹងសត្វបាននៅពេលដែលវាប្រព្រឹត្តនៅអំពើអ្វីមួយពីព្រោះអ្វីដែលវាធ្វើហ្នឹងគឺវាទៅធ្វើទៅតាមសភាវគតិធ្វើទៅតាមចំណង់ទៅតាមតណ្ហាការស្រេកឃ្លានរបស់វាបាទចំណែកមួយទៀតគឺបញ្ញាមនុស្សអាចផ្ដាច់ចេញពីសភាវគតិនិងទម្លាប់បានចំណែកឯសត្វវិញគឺมันអាចផ្ដាច់ចេញពីសភាវៈនិងសភាវគតិនិងទម្លាប់បានទេយើងមកមើលមនុស្សចោះបាទឧទាហរណ៍សភាវគតិសម្រាប់មនុស្សគឺត្រឹមតែដើរដោយជើង2ទេតែសត្វចំពោះសត្វក៏វាអញ្ចឹងដែរវាថាក្រពើសភាវគតិវាត្រូវនៅក្នុងទឹកវាហែលឬក៏ខ្លាអញ្ចឹងវាត្រូវប្រើជើងទាំង4របស់វាអញ្ចឹងទៅប៉ុន្តែមនុស្សយើងគឺផ្ដាច់ខ្លួនចេញពីសភាវគតិក្រៅពីដើរជើង2គឺឈានទៅរកប្រើយានជំនិះដូចខ្ញុំធ្លាប់លើកឧទាហរណ៍កាលពីវីដេអូមុនអញ្ចឹងរហូតដល់តែអីបាទគឺអាចហោះហើរបានគឺបង្កើតយន្តហោះបាទតាំងពីជិះបានតែមនុស្ស2នាក់រហូតដល់ជិះរាប់រយនាក់ហើយឆ្លងទ្វីបចម្ងាយណានៃអានោះហើយគេហៅថាមនុស្សហ្នឹងគឺផ្ដាច់ចេញពីសភាវគតិហើយការហោះហើរនេះគេហៅថាការផ្លាស់ទីដែលហោះហើរនេះគ្រាន់តែជាឧទាហរណ៍មួយនៅក្នុងឧទាហរណ៍ជាច្រើនទៀតអញ្ចឹងអ្នកទស្សនាអាចស្វែងរកឧទាហរណ៍ផ្សេងបានដែលមនុស្សយើងគឺចាក់ចេញពីសភាវគតិបាទហើយទម្លាប់ដូចគ្នានៅពេលដែលយើងសាងនៅទម្លាប់អីមួយឲ្យតែយើងមានឆន្ទៈយើងមានការតាំងចិត្តយើងអាចកែប្រែទម្លាប់នឹងបានមានន័យថាទម្លាប់យើងអាចបង្កើតហើយយើងក៏អាច
បំបត្តិវាទៅវិញឧទាហរណ៍ទម្លាប់យើងលេងទូរស័ព្ទដៃពេលចូលបន្ទប់ទឹកយូរយើងអាចផ្លាស់ប្ដូរពីទម្លាប់លេងទូរស័ព្ទដៃយូរហ្នឹងទៅជាលេងប្រើប្រាស់វិញតែម្ដងបាទដោយការវឹកហាត់ដោយការរៀនសូត្របាទអញ្ចឹងទៅគឺពេលហ្នឹងគឺយើងអាចផ្លាស់ប្ដូរបានប៉ុន្តែសត្វអត់ទេគឺវាយ៉ាងម៉េចគឺអញ្ចឹងបើថាវាដើរជើង4គឺដើរជើង4បើថាវាដូចពស់ទៅដោយលូនដោយវាហ្នឹងគឺទៅតែប៉ុណ្ណឹងចំណែកការគ្រប់គ្រងពេលវេលានេះបញ្ញាមនុស្សគឺចេះគ្រប់គ្រងយើងមើលយើងមានពេលអីគេបាទយើងចេះរៀបចំពេលវេលាហូបចុកសម្រាប់រៀនសូត្រដូចបងប្អូនដែលរៀនបកាយមួយចំនួនគឺគាត់ចេះបែងចែកកាលវិភាគរបស់គាត់បើអ្នកធ្វើកសិកម្មគេចេះបែងចែករដូវកាលដាំដុះបាទឃើញអាហ្នឹងគឺស្រាប់តែចេះគ្រប់គ្រងពេលវេលាពោលគឺកាលទាំង3គឺអតីតកាលបច្ចុប្បន្នកាលហើយនិងអនាគតបាទចំណែកសត្វគឺអត់ចេះគ្រប់គ្រងពេលវេលាទេវាដឹងថាឃ្លានត្រូវស៊ីដល់ពេលដេកវាដេកទៅតាមសភាវគតិរបស់វាចំណែកមួយទៀតបាទគឺវាស្តៀងគ្នាដែរប៉ុន្តែគ្រាន់តែផ្ដោតទៅលើអតីតកាលតែម្ដងបញ្ញាមនុស្សគឺចេះសិក្សាអំពីអតីតកាលទាញយកបទពិសោធន៍ហើយយកបទពិសោធន៍ហ្នឹងទៅផ្ទេរដល់មនុស្សផ្សេងទៀតឬក៏មនុស្សជំនាន់ក្រោយនឹងឲ្យបានដឹងបាទចំណែកឯសត្វវិញគឺវាអាចថាវាធ្លាប់ចេះចំណាំដែរបាទវាធ្លាប់ចំណាំវាធ្លាប់ដឹងទេហោឆ្កែធ្លាប់ដឹងថាមនុស្សនឹងវាយវាអីចឹងទៅវាចេះចំណាំដឹងកំណត់ចំណាំបានចឹងហើយវាខ្លាចវាអីវារត់គេចវាអីចឹងទៅវាប្រុងប្រយ័ត្នចឹងទៅប៉ុន្តែវាអត់មានចេះការវាមានការចែករំលែកបទពិសោធន៍ឲ្យទៅដល់សត្វឆ្កែចំនួនក្រោយទៀតឲ្យខ្លាចមនុស្សនឹងឬក៏ខ្លាចតំបន់នឹងទេសត្វឆ្កែផ្សេងទៀតដែលកើតមកចំនួនក្រោយក៏វាមិនដឹងហើយវាប្រព្រឹត្តទៅតាមសភាវគតិហ្នឹងទៅទៀតទៅដោយគ្មានការផ្ទេរនៅបទពិសោធន៍ឬក៏អតីតកាលពីសត្វចំនួនមុនទេតែខុសពីមនុស្សយើងគឺជាសិក្សាពីអតីតកាលថងថាយើងមើលឃើញជាពិសេសគឺឈានទៅរកការបង្កើតប្រវត្តិសាស្ត្រឃើញប្រវត្តិសាស្ត្រហ្នឹងក៏វាជាចំណុចមួយបង្ហាញអំពីបញ្ញាមនុស្សដែរមនុស្សធ្លាប់ឆ្លងកាត់អ្វីមួយហើយគឺច្រើនតែកត់ត្រាទុកបាទទាំងបទពិសោធន៍ល្អនិងបទពិសោធន៍មិនល្អបាទហើយប្រាប់ទៅដល់មនុស្សចំនួនក្រោយហ្នឹងឲ្យជៀសវាងនៅអ្វីដែលមិនល្អហើយនឹងបន្តប្រព្រឹត្តឬក៏ស្វែងរកនៅអ្វីមួយដែលជាអតីតកាលដ៏ល្អរបស់អ្នកមុនហ្នឹងយកមកធ្វើដើម្បីកសាងនៅការអភិវឌ្ឍនៅជីវិតប្រចាំថ្ងៃរបស់មនុស្សហ្នឹងបាទហើយយើងមកមើលត្រីបន្តទៀតមនុស្សយើងចេះរៀបចំផែនការបាទមានន័យថាចេះរៀបចំអនាគតមិនត្រឹមតែដឹងអតីតកាលហើយចេះរៀបចំអនាគតទៅមុខទៀតមានទស្សនវិស័យមានការមើលឃើញវែងឆ្ងាយបាទយើងឃើញអ្នកដឹកនាំប្រទេសនីមួយបញ្ញាគាត់មិនធម្មតាទេបាទឬក៏អ្នកដឹកនាំគ្រួសារមួយគេតែងតែមើលឃើញគេចេះប៉ាន់ប្រមាណហានិភ័យគេចេះប៉ាន់ប្រមាណអ្វីមួយដែលអាចនឹងកើតនៅថ្ងៃមុខទោះបីជាវាជាអាចកំបាំងគាត់មើលមិនឃើញក៏ពិតមែនប៉ុន្តែក៏វាអាចការពារប្រសើរជាងអ្នកដែលមិនចេះគិតគូរពីអនាគតដូចបងប្អូនមួយចំនួនអញ្ចឹងដែលពេលគាត់រៀនបងខ្លះគឺគាត់ឆ្លាតគាត់ប្រកែកមែនទែនបញ្ញាហ្នឹងគឺគាត់ចេះរៀបចំគោលដៅជីវិតគាត់ចេះស្វែងរកខ្លួនឯងគាត់ចេះរកអ្វីដែលខ្លួនគាត់ពេញចិត្តចេះទៅមើលគោលដៅនានាហើយក៏គាត់រៀបចំនៅអនាគតរបស់គាត់រៀបចំគោលដៅជីវិតរបស់គាត់ចឹងទៅប៉ុន្តែក៏លេខទៅមើលសត្វវាអត់ទេវាអត់មានចេះរៀបផែនការឬក៏គម្រោងយើងឃើញសត្វតោវាចេះព្រួតគ្នាដេញចាប់សត្វមរឹកនានានឹងក៏ពិតមែនប៉ុន្តែអានោះវាជាសភាវគតិទេតិចនិចវានៅដដែលហ្នឹងវាអត់មានចេះទៅរកតិចនិចឬក៏យុទ្ធសាស្ត្រផែនការណាមួយថ្មីគេហៅថាតោសម័យមុនហើយតោសម័យឥឡូវហ្នឹងវានៅតែដដែលវាអត់មានថាវិវត្តទៅជាឥឡូវយុទ្ធសាស្ត្រមិនធម្មតាចេះប្រើក្បាច់ប្រើតិចនិចប្រើអីខុសពីមុនគឺអត់ទេបាទចំណុចមួយទៀតគឺបញ្ញាមនុស្សមានគំនិតអរូបីហើយអាចគិតអ្វីដែលមិនមាននៅចំពោះមុខហើយឈានទៅរកការបង្កើតអ្វីប្លែកប៉ុន្តែសត្វវិញណាយើងដឹងហើយដូចខាងលើបានបញ្ជាក់អញ្ចឹងគឺបញ្ញាប្រតិបត្តិហ្នឹងគឺបែបរូបី
ហើយมันអាចឈានទៅរកការបង្កើតថ្មីឬក៏អ្វីៗប្លែកៗបានដោយមនុស្សទេយើងមើលឧទាហរណ៍នេះបាទខ្ញុំដាក់នឹងស្រាប់ទៅនោះនេះអង្គរវត្តនេះដូនតាខ្មែរយើងសួរថាមុននឹងគាត់កសាងឡើងមកសួរថាមានអង្គរវត្តអត់នៅលើពិភពលោកអត់មានទេដូនតារបស់យើងគឺសិក្សាទៅលើសាសនាជាពិសេសគឺព្រហ្មញ្ញសាសនាគឺលោកបានយកទ្រឹស្ដីសាសនាហ្នឹងបង្កើតទៅជាប្រាង្គប្រាសាទដ៏ល្អប្រណិតដូចនៅក្នុងដៃខ្ញុំជាមិនមែនប្រាសាទមែនទេគាត់ដំណើរខ្ញុំយកលើកឧទាហរណ៍អញ្ចឹងណាបាទហើយប្រាសាទហ្នឹងគឺមិនមែនធ្វើឡើងដោយចេះតែនឹកឃើញទេគឺបង្កើតចេញពីគំនិតហើយគំនិតហ្នឹងគឺដំបូងឡើយគឺជាអរូបីប៉ុន្តែសាងសង់ឡើងឲ្យចេញទៅជារូបរាងដែលយើងអាចមើលឃើញបានកូនខ្មែរអាចឃើញបានទាំងអស់គ្នាហើយជាប្រាសាទដែលអស្ចារ្យហើយមានអាយុកាលហ្នឹងចូលពាន់ឆ្នាំបាទហើយមើលបាទឧទាហរណ៍ថានៅក្នុងទ្រឹស្ដីនៃព្រហ្មញ្ញសាសនាទៅកដាលមានភ្នំមួយឈ្មោះភ្នំព្រះសុមេរុព័ទ្ធជុំវិញមានភ្នំ4នៅសងខនៅជុំវិញអញ្ចឹងទៅបាទហ្នឹងគឺសិតតែបំបែកចេញពីគំនិតអរូបីដែលដូនតារបស់យើងបានសិក្សាពីសាសនាមកហើយមកបង្កើតជាប្រាង្គប្រាសាទបាទហើយមួយទៀតដូចជាសម្លៀកបំពាក់ដែលយើងស្លៀកពាក់ហ្នឹងបាទឃើញហើយមនុស្សនឹងគឺឈានទៅដល់ការសម័យច្នៃប្រឌិតបង្កើតទៅជាសម្លៀកបំពាក់ស្លៀកពាក់មកពីមួយជំនាន់មួយទៅមួយជំនាន់មួយហ្នឹងចេះតែប្លែកទៅហើយមានតាមរដូវកាលទៀតមានសម្រាប់កម្មវិធីទៀតមានសម្រាប់តារាទៀតមើលតារាបាច់និយាយអ្នកបង្ហាញម៉ូដ model ក៏អាវវិញអស់ស្ទះហើយបាទមានអាចិតផងមានអាវាលផងអូដឹងស្អីសោកទេតែទៅមើលសត្វវិញដូចសត្វជៀមអញ្ចឹងពីមុនមករូមវាការពាររាងកាយវាតែរូមវាហ្នឹងមកដល់ឥឡូវវានៅតែប៉ុណ្្នឹងបាទហើយមានមនុស្សយើងហ្នឹងនេះទៅយករូមគ្នាយកមកធ្វើសម្លៀកបំពាក់ទៀតតកពើវិញទៅយកស្បែកគ្នាយកមកធ្វើខ្សែក្រវ៉ាត់ខ្សែអីចឹងទៅណែវាចេះវិញអញ្ចឹងតែសត្វវិញអត់មានការវិវត្តអីដែលថ្មីទេអត់ដែលឃើញថាអូសម្ោចទៅជាកសាងប្រាសាទឬក៏កសាងខុនដូអត់មានទេបាទស្វាយហ្នឹងទោះបីយើងឃើញថាអូវាមើលទៅស្តៀងមនុស្សវាឆ្លាតវាចេះធ្វើសកម្មភាពស្តៀងមនុស្សក៏ពិតមែនប៉ុន្តែដែលឃើញសំណង់អគារឬក៏សមិទ្ធផលណាដែលកសាងដោយសត្វស្វានោះទេបាទអញ្ចឹងសរុបមកបញ្ញាមនុស្សហើយនិងបញ្ញាសត្វហ្នឹងគឺវាមានលក្ខណៈខុសគ្នាច្រើនហើយអ្វីដែលខ្ញុំបានលើកឡើងនៅក្នុង slide មេរៀនរបស់ខ្ញុំនេះមិនមែនមានន័យថាវាមានតែប៉ុណ្្នឹងទេវាអាចមានច្រើនជាងនឹងទៀតអាស្រ័យទៅលើអ្នកទស្សនាអាចយកទៅគិតគូរបំបែកឬក៏ស្វែងរកចំណុចថ្មីបន្ថែមទៀតបាទអញ្ចឹងការបកស្រាយតកតងនឹងភាពខុសគ្នារវាងបញ្ញាមនុស្សនិងបញ្ញាសត្វសន្មតថាបញ្ចប់ត្រឹមតែប៉ុណ្ណឹងហើយបើសិនជាមានចំណុចណាលើសលួសឬក៏ខ្វះខាតបច្ចេកទេសបញ្យល់ទៅវាខុសចន្លោះកន្លែងណាអីសូមលោកគ្រូអ្នកគ្រូក៏ដូចជាអ្នកទស្សនាទាំងអស់មេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទផងហើយសង្ឃឹមថាវីដេអូនេះនឹងក្លាយទៅជាឧបករណ៍មួយសម្រាប់បងប្អូនដែលស្រឡាញ់នៅមុខវិជ្ជាសិលធម៌ពលរដ្ឋបាទយកទៅសិក្សាហើយនឹងត្រៀមសម្រាប់ពេលប្រឡងបាទអរគុណច្រើនហើយនឹងសូមជម្រាបលា